ក្នុង Microsoft Word បើសិនជាយើងចង់ធ្វើការលុប background រូបភាពយើងអាចប្រើវិធីសាស្ត្រមួយនេះបានអញ្ចឹងនៅក្នុងនេះខ្ញុំមានរូបភាពមួយដែលមាន background ពណ៌លឿងហើយដើម្បីលុប background ឬក៏ remove background ហ្នឹងយើងគ្រាន់តែធ្វើការ select ឬក៏ double click ទៅលើរូបភាពមួយហ្នឹងហើយយើងនឹងឃើញមាន option មួយដែលមានឈ្មោះថា remove background ហើយយើងអាចធ្វើការចុចទៅលើ remove background ហ្នឹងមកអញ្ចឹង background ពណ៌លឿងរបស់យើងវានឹងធ្វើការផ្លាស់ប្ដូរទៅជាពណ៌ផ្កាឈូកឬក៏ពណ៌ស្វាយដែលយើងបានឃើញហ្នឹងអញ្ចឹងបើសិនជាវាបង្ហាញបែបនេះមានន័យថាbackground ពណ៌ដែលបានត្រូវបាន change ទៅជាពណ៌ស្វាយដែលអ្នកនរគ្នាបានឃើញហ្នឹងមានន័យថាវានឹងត្រូវ remove ពេលដែលយើងធ្វើការ select ទៅលើទីតាំងណាមួយនៅលើ file របស់យើងដូចជាកន្លែងនេះអញ្ចឹងខ្ញុំធ្វើការ click ទៅលើកន្លែងនេះអញ្ចឹងរូបភាពរបស់យើងគឺត្រូវបានធ្វើការ remove background 100%ទាំងដងអញ្ចឹងមួយទៀតវិធីសាស្ត្រមួយទៀតឧទាហរណ៍ថាបើសិនជាអឺរូបភាពដូចជាលក្ខណៈជាសញ្ញេឬក៏ហត្ថលេខាអញ្ចឹងវាមានលក្ខណៈថាស្មុគស្មាញអញ្ចឹងតែយើងគួរ remove វាមិនអញ្ចឹងរបៀប remove គឺដូចគ្នាដែរយើងធ្វើការ select ឬក៏ double click ទៅលើរូបភាពហ្នឹងមកទៅលើរូបហត្ថលេខាឬក៏សញ្ញេរបស់យើងហ្នឹងមកហើយយើងចុចទៅ option ដូចគ្នាអញ្ចឹងខ្ញុំធ្វើការចុចទៅលើ option remove background តែនៅកន្លែងនេះយើងឃើញថាbackground ដែលវានឹងត្រូវ remove ហ្នឹងគឺយើងឃើញថាវា remove តែខាងទេតែនៅចំកណ្ដាលនៃរូបភាពសញ្ញេឬក៏រូបភាពហត្ថលេខារបស់យើងហ្នឹងគឺវានឹងអត់ត្រូវបាន remove ទេនៅពេលដែលយើងធ្វើការ click នៅកន្លែងទីតាំងណាមួយនៅក្នុង document របស់យើងឬក៏ក្នុង Excel របស់យើងដូចខ្ញុំបាន click មិញអញ្ចឹងវិធីដើម្បីបំបត្តិbackground ដែលនៅសល់យើងគ្រាន់តែចុចទៅកន្លែងនេះអញ្ចឹងយើងឃើញ option ពីរនេះអញ្ចឹងបើសិនជាយើងចង់ធ្វើការ restore ឬក៏ធ្វើឲ្យ background ហ្នឹងវាមកវិញយើងចុចកន្លែងនេះមកហើយបើសិនជាយើងចង់ធ្វើការ remove បន្ថែមទៀតយើងចុច option នេះខ្ញុំចង់ remove background ដែលនៅសល់ខ្ញុំចុច option នេះមកហើយវានឹងមានជាខ្មៅដៃមួយយើងអាចធ្វើការទៅគូសនៅកន្លែងbackground ដែលនៅសល់អញ្ចឹងដូចកន្លែងនេះអញ្ចឹងខ្ញុំគូសទៅគឺវាបាត់ background ដែលនៅសល់ហើយអញ្ចឹងកន្លែងនេះដូចគ្នាបើយើងចង់ឲ្យកាន់តែល្អយើង preview កាន់ធំមកដើម្បីងាយស្រួលក្នុងការ remove តែនេះខ្ញុំធ្វើឲ្យបន្ទាន់តិចដោយសារតែវីដេអូខ្ញុំចង់ឲ្យវាខ្លីដើម្បីងាយស្រួលអ្នកទាំងអស់គ្នាក្នុងការមើលអញ្ចឹងដូចកន្លែងនេះអញ្ចឹងវារាងបាត់លេខរបស់យើងអាចចូលដល់កាន់កន្លែងoption នេះបានដើម្បីធ្វើការ restore វាមកវិញកន្លែងនេះអញ្ចឹងធ្វើការ restore វាវិញមកអូខេហើយក៏យើងឃើញថាវានៅសល់អូខេសូមទៅ remove background ដែលនៅសល់មកនេះអញ្ចឹង result ដែលយើងទទួលបានពេលខ្ញុំ click មកយើងឃើញថាហត្ថលេខារបស់យើងគឺហត្ថលេខារបស់យើងគឺត្រូវបាន remove background អញ្ចឹងរបៀបនៅក្នុងការ remove background ហ្នឹងមានតែប៉ុណ្្នឹងនៅក្នុង Microsoft Word បើសិនជាអ្នកនរគ្នាមានចម្ងល់ឬក៏ចង់ដឹងអីបន្ថែមទៀតអាចធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលាជួបគ្នានៅឱកាសក្រោយ